បាទសួស្តីមិត្តអ្នកសិក្សាទាំងអស់គ្នាសូមស្វាគមន៍ការមកកាន់វគ្គសិក្សាថ្នាក់នៃពាក្យក្នុងភាសាអង់គ្លេសឬក៏ Parrot Speech មុននឹងយើងរៀនមេរៀនទី1នៃវគ្គនេះខ្ញុំចង់ណែនាំបងប្អូនជាមុនសិនអំពីរបៀបនៃការរៀនវគ្គថ្នាក់នៃពាក្យនេះឲ្យមានប្រសិទ្ធភាព Parrot Speech គឺជាមូលដ្ឋានគ្រឹះក្នុងការរៀនភាសាអង់គ្លេសពាក្យភាសាអង់គ្លេសនីមួយៗមិនមែនមានត្រឹមតែអត្ថន័យតែប៉ុណ្ណោះទេប៉ុន្តែវាមានថ្នាក់ពាក្យនៅក្នុងប្រយោគពាក្យខ្លះជានាមពាក្យខ្លះជាសព្វនាមពាក្យខ្លះជាគុណនាមពាក្យខ្លះជាកិរិយាសព្ទពាក្យខ្លះជាគុណកិរិយាពាក្យខ្លះជាឈ្នាប់ពាក្យខ្លះជាធ្នាក់ពាក្យខ្លះជាឧទានសព្ទប្រសិនបើបងប្អូនមិនយល់អំពីថ្នាក់ពាក្យទាំងនេះទេនោះបងប្អូននឹងពិបាកនៅក្នុងការបង្កើតប្រយោគក៏ដូចជាយល់អំពីចំណុចវេយ្យាករណ៍ផ្សេងៗទៀតនៅក្នុងវគ្គនេះយើងនឹងរៀនថ្នាក់ពាក្យជានាមជាសព្វនាមជាគុណនាមជាកិរិយាសព្ទជាគុណកិរិយាជាឈ្នាប់ជាធ្នាក់ជាឧទានសព្ទប៉ុន្តែការរៀន Parrot Speech មិនមែនត្រឹមតែស្គាល់ឈ្មោះថ្នាក់ពាក្យតែប៉ុណ្ណោះទេយើងត្រូវយល់ថាថ្នាក់ពាក្យនីមួយៗវាមានតួនាទីអ្វីខ្លះប្រើនៅកន្លែងណាហើយវាធ្វើឲ្យប្រយោគមានអត្ថន័យយ៉ាងណាដូច្នេះដើម្បីឲ្យរៀនវគ្គ Parrot Speech នេះមានប្រសិទ្ធភាពបងប្អូនត្រូវត្រៀមខ្លួននិងរៀនតាមវិធីសាស្ត្រមួយចំនួនដូចខាងក្រោមបាទទី1សូមរៀនដោយយល់អំពីមុខងារឬក៏តួនាទីពាក្យនៅពេលដែលយើងរៀនថ្នាក់ពាក្យមួយយើងមិនមែនត្រឹមតែចាំអំពីនយោបាយន័យឬអត្ថន័យនៃពាក្យនោះទេយើងត្រូវយល់ថាពាក្យនោះមានថ្នាក់ពាក្យជាអ្វីហើយមានមុខងារជាអ្វីនៅក្នុងប្រយោគបាទឧទាហរណ៍ថាយើងរៀនអំពីគុណនាមបាទគុណនាមវាមានមុខងារជាអ្វីនៅក្នុងប្រយោគហើយដាក់នៅកន្លែងណានៃនាមវាអាចដាក់នៅខាងមុខនាមវាអាចដាក់នៅខាងក្រោយកិរិយាសព្ទ to be ជាដើមបាទអញ្ចឹងយើងទៅរៀនអំពីមុខងាររបស់ពាក្យមិនមែនត្រឹមតែរៀនបកប្រែពាក្យមិនមែនត្រឹមតែរៀនដើម្បីសម្គាល់ថាវាថ្នាក់ពាក្យជាអ្វីតែប៉ុណ្ណោះទេគឺយើងរៀនអំពីមុខងាររបស់វាទៀតណាវាអាចឧទាហរណ៍ថាយើងរៀននាមអាចដើរតួជាប្រធានអាចដើរតួជាកម្មបទអាចដើរតួជាអ្នកបំពេញបទឲ្យពាក្យណាមួយនៅក្នុងប្រយោគលក្ខណៈចំណុចទី2សូមកត់ត្រាថ្នាក់ពាក្យជា4ផ្នែកនៅពេលដែលយើងរៀនថ្នាក់ពាក្យមួយសូមកត់ត្រាពាក្យនោះជា4ផ្នែកទី1យើងកត់ត្រាអំពីនយោបាយន័យរបស់វាទី2យើងកត់ត្រាថាតើវាមានមុខងារជាអ្វីនៅក្នុងប្រយោគទី3យើងកត់ថាតើយកទៅប្រើនៅទីតាំងណានៅក្នុងប្រយោគទី4គឺយើងរៀនបង្កើតប្រយោគនៃពាក្យហ្នឹងឧទាហរណ៍យើងរៀនពាក្យថា adjective នយោបាយន័យរបស់វាគឺជាពាក្យសម្រាប់ពិពណ៌នាឲ្យនាមមុខងារវាជាអីមុខងាររបស់វាគឺបញ្ជាក់លក្ខណៈរបស់មនុស្សសត្វវត្ថុគំនិតជាដើមលក្ខណៈទីតាំងវានៅកន្លែងណាទីតាំងវាអាចដាក់នៅខាងមុខនាមឧទាហរណ៍ a good student good គឺជាគុណនាម student ណាអញ្ចឹងយើងដាក់នៅពីមុខនាមឬក៏យើងអាចដាក់នៅខាងក្រោយកិរិយាសព្ទ to be ឧទាហរណ៍ she is happy ជាគុណនាមនៅខាងក្រៅកិរិយាសព្ទ to be ណាអញ្ចឹងយើងត្រូវកត់ទីតាំងបន្តមកទៀតគឺយើងចាប់ដើមរៀនបង្កើតប្រយោគណារៀនបង្កើតប្រយោគពាក្យមួយហ្នឹងបង្កើតប្រយោគតោះហ្នឹងបាទវិធីសាស្ត្រទី3សូមរៀនពាក្យជាបណ្ដុំបាទពាក្យនៅក្នុងភាសាអង់គ្លេសអាចបំលែងថ្នាក់ពាក្យផ្សេងគ្នាឧទាហរណ៍ដូចជាពាក្យថា educate ថ្នាក់ពាក្យជាកិរិយាសព្ទ educate បំលែងទៅជានាមគឺ education ថ្នាក់ពាក្យជានាមប្រែថាការអប់រំបាទនេះយើងប្រែថាអប់រំអានេះយើងប្រែថាការអប់រំបំលែងទៅជា educator អ្នកអប់រំបាទឬក៏យើងអាចបំលែងទៅជា educational ថ្នាក់ពាក្យជាគុណនាមដែលបង្កប់នៅគំនិតអប់រំឧទាហរណ៍យើងអាចបំលែងទៅជា educationally ថ្នាក់ពាក្យជាគុណកិរិយាណាប្រកបដោយគំនិតអប់រំអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងរៀនថ្នាក់ពាក្យណាមួយគឺយើងរៀនស្វែងរកសន្តាននៃពាក្យនោះវិធីសាស្ត្រនេះវាជួយឲ្យយើងបង្កើននៅវេយ្យាសព្ទនិងយើងដឹងទម្រង់នៃពាក្យបានល្អណាចំណុចទី4នេះគឺជាវិធីសាស្ត្រដ៏សំខាន់បំផុតនៅក្នុងការរៀនភាសាអង់គ្លេសឬក៏រៀន Parrot Speech គឺសូមបំបែកប្រយោគបាទយើងរៀនបំបែកប្រយោគនៅពេលដែលយើងឃើញប្រយោគណាមួយយើងរៀនបំបែកថាតើមួយណាជានាមមួយណាជាកិរិយាសព្ទមួយណាជាកម្មបទមួយណាជាគុណកិរិយាបាទយើងរៀនបំបែកនេះជាវិធីសាស្ត្រដ៏សំខាន់បំផុតនៅក្នុងការរៀន Parrot Speech តើបាទយើងរៀនបំបែកវា
ចំណុចឧទាហរណ៍ the student studies carefully ឧទាហរណ៍ថាយើងឃើញប្រយោគបែបនេះតើ the នេះថ្នាក់ពាក្យជាអី students ថ្នាក់ពាក្យជាអី studies ថ្នាក់ពាក្យជាអី carefully ថ្នាក់ពាក្យជាអីអាហ្នឹងគឺយើងរៀនបំបែកប្រយោគណាthe នេះជា article ជាការ៉នជាពាក្យនាំមុខនាម students ថ្នាក់ពាក្យជានាម studies ថ្នាក់ពាក្យជាកិរិយាសព្ទ carefully ថ្នាក់ពាក្យជាគុណកិរិយាណាជា adverb ណាអញ្ចឹងនៅពេលដែលយើងបានឃើញប្រយោគណាមួយយើងរៀនបំបែកប្រយោគហ្នឹងណាទៅជាថ្នាក់ពាក្យមួយនេះជាវិធីសាស្ត្រដ៏សំខាន់នៅក្នុងការរៀន passive speech ចំណុចទី5សូមហាត់បង្កើតប្រយោគនៅពេលដែលយើងរៀនថ្នាក់ពាក្យនៃពាក្យណាមួយឧទាហរណ៍ថាយើងរៀនអំពីនាមយើងមិនមែនត្រឹមតែចេះអំពីអត្ថន័យនៃពាក្យថានាមទេហើយយើងក៏មិនមែនត្រឹមចេះតែថ្នាក់ពាក្យនៃនាមទេយើងត្រូវរៀនបង្កើតប្រយោគឧទាហរណ៍ថាយើងរៀនអំពីនាមយើងត្រូវរកនាមឲ្យបាន10ពាក្យមកបន្តមកទៀតយើងយក10ពាក្យហ្នឹងបង្កើតទៅជាប្រយោគបាទរៀនបង្កើតប្រយោគវាធ្វើឲ្យយើងបាទចេះបង្កើតប្រយោគយ៉ាងងាយស្រួលអញ្ចឹងយើងរៀនជួបពាក្យមួយស្វែងរកពាក្យឲ្យបាន10ផ្សេងទៀតហើយបង្កើតប្រយោគតើបាទនេះជារបៀបនៃការរៀន passive speech ឆាប់ចេះបាទចំណុចទី6សូមប្រយ័ត្នថ្នាក់ពាក្យខ្លះដែលងាយនឹងច្រឡំពាក្យនៅក្នុងភាសាអង់គ្លេសវាមានថ្នាក់ពាក្យខ្លះអាចដើរតួជានាមខ្លះអាចដើរតួជានាមផងអាចដើរតួជាកិរិយាសព្ទផងអញ្ចឹងវាមានលក្ខណៈច្រឡំគ្នាដូចជាគុណនាមច្រឡំនឹងបាទគុណកិរិយានាមអាចច្រឡំជាមួយនឹងកិរិយាសព្ទ preposition អាចច្រឡំជាមួយនឹង conjunction អញ្ចឹងយើងត្រូវប្រុងប្រយ័ត្នណាឧទាហរណ៍ដូចពាក្យថា beautiful ថ្នាក់ពាក្យជាគុណនាមណាជា adjective ដល់ពេលថ្នាក់ពាក្យជាគុណកិរិយា beautifully timely ពីខាងក្រោយឧទាហរណ៍បើយើងប្រើនៅក្នុងប្រយោគ she is beautiful នាងស្អាតប៉ុន្តែបើយើងប្រើ beautifully គឺយើងប្រើ she sings beautifully ណានាងច្រៀងយ៉ាងពីរោះយើងមិនអាចប្រើ she sings beautiful ទេណាមិនអាចប្រើ beautiful នៅខាងក្រោយកិរិយាសព្ទទេពីព្រោះគុណកិរិយាវាធ្វើការឲ្យកិរិយាអញ្ចឹងវាមានលក្ខណៈច្រឡំការដឹងអំពីភាពខុសគ្នានៃពាក្យវាធ្វើឲ្យយើងបាទមានការងាយស្រួលនៅក្នុងការរៀនបង្កើតប្រយោគឬក៏ចំណាំពាក្យចំណុចទី7សូមប្រើវីដេអូជាឧបករណ៍រៀនមិនមែនជាការមើលកម្សាន្តទេនៅពេលដែលបងប្អូនរៀនតាមវីដេអូសូមយកចិត្តទុកដាក់ណារៀនដោយយកចិត្តទុកដាក់ត្រូវមានសភៅត្រូវមានប៊ិចនៅក្បែរខ្លួននៅពេលដែលខ្ញុំបញ្យល់ឧទាហរណ៍បងប្អូនអាចចុច stop វាផ្អាកវារួចបង្កើតរៀនបង្កើតឧទាហរណ៍ថ្មីបន្ថែមផ្សេងទៀតបើមិនជាក្នុងករណីបញ្យល់បងប្អូនមើលសារឡើងវិញអញ្ចឹងការរៀនតាមវីដេអូមានអត្ថប្រយោជន៍បែបហ្នឹងគឺបងប្អូនអាច pause អាច replay ឬក៏អាចរៀនតាមល្បឿននៃការយល់របស់បងប្អូនបានណាវាមានលក្ខណៈពិសេសអញ្ចឹងចំណុចទី8សូមភ្ជាប់ POS នេះមានន័យថា passive speech បាទការរៀនថ្នាក់ពាក្យជាមួយនឹងការអាននិងការសរសេរការរៀន passive speech មិនមែនជាមេរៀនដាច់ដោយឡែកពីការប្រើប្រាស់ទេនៅពេលដែលយើងអានអត្ថបទជាភាសាអង់គ្លេសបងប្អូនអាចសម្គាល់មើលថាតើពាក្យនេះថ្នាក់ពាក្យជាអីបាទអានេះថ្នាក់ពាក្យជាអីអានេះថ្នាក់ពាក្យជាអីអានេះថ្នាក់ពាក្យជាអីបាទយើងរៀនសម្គាល់នៅពេលដែលយើងសរសេរប្រយោគយើងត្រូវពិនិត្យមើលថាតើប្រយោគរបស់យើងមានប្រធានទេមានកិរិយាសព្ទទេមានកម្មបត្តិទេហើយគុណនាមដាក់នៅខាងមុខនាមទេបាទយើងត្រូវពិនិត្យមើលវាអញ្ចឹងយើងផ្សារភ្ជាប់នឹងការរៀនណា passive speech ជាមួយនឹងបាទការប្រើប្រាស់ជាក់ស្ដែងទី9សូមកត់សំណួរនិងកុំខ្លាចសួរនៅពេលដែលយើងមើលមេរៀនមិនយល់ត្រង់ចំណុចណាកត់ត្រាទុកណាកត់ត្រាទុកហើយត្រូវឆ្ងល់ត្រូវសួរថាហេតុអីបានពាក្យនឹងថ្នាក់ពាក្យជានាមហេតុអីបានពាក្យនឹងថ្នាក់ពាក្យជានាមផងថ្នាក់ពាក្យជាកិរិយាសព្ទផងហេតុអីបាន quickly នឹងថ្នាក់ពាក្យជា adverb បាទនេះជាសំណួរដ៏ល្អណាជាសំណួរល្អបញ្ជាក់ថាយើងកំពុងតែរៀនតាមវីដេអូកំពុងតែគិតតាមវីដេអូមែនទេបាទការសួរមិនមែនជាការខ្សោយទេប៉ុន្តែជាវិធីដ៏វៃឆ្លាតរបស់អ្នករៀនអញ្ចឹងកុំខ្លាចនៅក្នុងការសួរចំណុចទី10សូមរៀនមូលដ្ឋានគ្រឹះឲ្យបានច្បាស់លាស់ការរៀន passive speech ណា passive speech គឺជាមូលដ្ឋានគ្រឹះសំខាន់បំផុតសម្រាប់វេយ្យាករណ៍គ្រប់កម្រិតទាំងអស់ប្រសិនបើយើងមិនចេះ passive speech ទេបងប្អូនពិបាកនៅក្នុងការបង្កើតប្រយោគនៅក្នុងការយល់ចំណុចវេយ្យាករណ៍ផ្សេងៗទៀតពិតជាពិបាកប៉ុន្តែបើសិនជាបងប្អូនយល់ច្បាស់អំពី passive speech បងប្អូនងាយរៀនអីរៀន tenses រៀនកាលក៏ស្រួល
រៀន phrases រៀន clear ក៏ស្រួលរៀន sentences រៀនបង្កើតប្រយោគក៏ស្រួលរៀនអំពី voice ណាក៏ស្រួលរៀនអំពី conditional ក៏ស្រួលរៀនចំណុច basic ដតៃផ្សេងៗទៀតក៏រឹតតែស្រួលដូច្នេះ parallel speech គឺជាមូលដ្ឋានគ្រឹះសំខាន់បំផុតសម្រាប់វេយ្យាករណ៍គ្រប់កម្រិតទោះបងប្អូនទៅរៀនដល់ជើងមេឃក៏មិនអាចមិនចេះ parallel speech បានដែរបើមិនចេះគឺមានការពិបាកនៅក្នុងការបង្កើតប្រយោគជាពិសេសនៅក្នុងការសរសេរកថាខណ្ឌជាពិសេសនៅក្នុងការសរសេរតែងសេចក្តីអានោះកាន់តែពិបាកទៀតហើយបើអត់ចេះក្រោមហ្នឹងតោះដល់ហ្នឹងបាទអញ្ចឹងមុននឹងបញ្ចប់ខ្ញុំសូមរំលឹកបងប្អូនសាជាថ្មីវគ្គ parallel speech នេះជួយបងប្អូនស្គាល់ថ្នាក់ពាក្យនិងតួនាទីពាក្យនៅក្នុងប្រយោគប៉ុន្តែដើម្បីឲ្យបងប្អូនដើម្បីឲ្យរៀន parallel speech នេះមានប្រសិទ្ធភាពលុះត្រាតែបងប្អូនមើលវីដេអូដោយសកម្មដោយកត់ត្រាដោយបំបែកប្រយោគដោយបង្កើតប្រយោគដោយមើលវាសារឡើងវិញតើបាទខ្ញុំជឿជាក់ថាប្រសិនបើបងប្អូនអនុវត្តវិធីសាស្ត្រនេះបងប្អូននឹងមានការរីកចម្រើនបងប្អូននឹងយល់អំពី parallel speech អំពីការបង្កើតប្រយោគនិងចំណុចវេយ្យាករណ៍ផ្សេងៗទៀតយ៉ាងងាយណាយ៉ាងងាយបងប្អូនអាចបង្កើតប្រយោគបានបងប្អូនអាចអានអត្ថបទបានបងប្អូនអាចបកប្រែបានបងប្អូនអាចសរសេរជាប្រយោគណាសរសេរប្រយោគជាភាសាអង់គ្លេសបានយ៉ាងងាយបាទអញ្ចឹងបន្ទាប់ពីคลิปនេះយើងនឹងជួបគ្នាជាមួយនឹងមេរៀនទី1បាទជាបន្តទៀតបាទសូមចងចាំថារៀនបន្តិចម្ដងតែរៀនឲ្យច្បាស់បងប្អូននឹងរីកចម្រើនជារៀងរាល់ថ្ងៃសូមអរគុណជួបគ្នានៅក្នុងវីដេអូបន្តទៀតបាយបាយ